នាយករដ្ឋមន្ត្រីថៃលោកអនុទីនចរណវីរៈគុលបានប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាផ្លូវការហើយតើវានឹងមានផលប៉ះពាល់ដល់តំបន់ព្រំដែនយ៉ាងដូចម្តេចសួស្តីអ្នកទាំងអស់គ្នាមានព្រឹត្តិការណ៍ធំនៅព្រំដែនថៃកម្ពុជាថៃបានផ្អាកសន្ធិសញ្ញាសន្តិភាពជាមួយកម្ពុជាបន្ទាប់ពីថៃជន់ក្រាបមីនរបួសទាហានថៃ4នាក់នៅខេត្តស៊ីសាកេតចូលយកមកស្ដាប់ព័ត៌មានលម្អិតនឹងអ្វីដែលអាចកើតឡើងបន្ទាប់នៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025សភាសន្តិសុខជាតិ NSC នៃថៃបានសម្រេចផ្អាកសន្ធិសញ្ញាសន្តិភាពរវាងថៃនិងកម្ពុជាហើយនឹងអនុញ្ញាតឲ្យកងទ័ពថៃអនុវត្តសកម្មភាពយោធាដើម្បីបង្ហាញក្តីខកចិត្តចំពោះការផ្ទុះគ្រាប់មីននៅតំបន់ហួយតាម៉ារ៉ាខេត្តស៊ីសាកេតដែលរបួសទាហានថៃចំនួន4នាក់ប្រជុំ NSC ដែលមានរយៈពេល3ម៉ោងដឹកនាំដោយនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីមហាផ្ទៃអនុទីនចាណាវីឡាគុលបានពិភាក្សាអំពីវិធានការតបទៅរបស់ថៃបន្ទាប់ពីព្រឹត្តិការណ៍នេះសេចក្តីសម្រេចសំខាន់1ផ្អាកសន្ធិសញ្ញាថៃ Cambodian Joint Declaration 2ផ្អាកការវិលត្រឡប់កងទ័ពកម្ពុជា18នាក់3ផ្អាកការចូលរួមក្នុងកិច្ចប្រជុំ GBC 4អនុញ្ញាតឲ្យយោធាថៃអនុវត្តសកម្មភាពក្នុងដែនដីតាមតម្រូវការប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតអំពីការប្រតិបត្តិការព្រមទាំងថៃផ្អាកការចូលរួមក្នុងកិច្ចប្រជុំ GBC ហើយក្រសួងការពារជាតិបានបញ្ជាក់ថាប្រសិនបើការពិភាក្សាមិនមានប្រសិទ្ធភាពបច្ចុប្បន្នរបៀបនៃការចរចានឹងមិនបន្តទៀតថៃបានដាក់ការតវ៉ាផ្លូវការទៅកម្ពុជានិងរាយការណ៍ទៅអាមេរិកនិងម៉ាឡេស៊ីដែលជាអ្នកសាក្សីសន្ធិសញ្ញារដ្ឋាភិបាលថៃសង្ឃឹមថាកម្ពុជាទទួលខុសត្រូវសម្ដែងការសោកស្ដាយនិងអនុវត្តវិធានការក្នុងការការពារមិនឲ្យមានការបំពានបន្ថែមថៃនឹងបន្តប្រតិបត្តិការបំបត្តិគ្រាប់មីននៅតំបន់ដែលថៃទទួលខុសត្រូវដើម្បីធានាសុវត្ថិភាពសាធារណៈខណៈដែលសម្ព័ន្ធការងាររួមផ្សេងៗត្រូវបានផ្អាករហូតដល់កម្ពុជាផ្ដល់ការទទួលបំភ្លឺច្បាស់រដ្ឋាភិបាលថៃនឹងតាមដានមុនសម្រេចថាតើត្រូវបន្ថែមវិធានការទូតឬយោធានេះជាព័ត៌មានលម្អិតពី The Nation អំពីស្ថានភាពព្រំដែនថៃកម្ពុជាបើមានអ្វីអាប់ដេតខ្ញុំនឹងបញ្ជាក់បន្ថែមទៀត